សូមជម្រាបសួរលោកស្រីដែលជាមេដាបេដាសិស្សទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះសិនផល្លាជាគ្រូបង្រៀនថ្នាក់ទី4ឆនៃសាលាបឋមសិក្សាពោធិ៍សាត់ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់សួស្តីកូនទាំងអស់គ្នាលោកគ្រូសង្ឃឹមថាកូនទាំងអស់សុខសប្បាយជាធម្មតាចំណែកលោកគ្រូក៏សុខសប្បាយដែរថ្ងៃនេះលោកគ្រូនឹងមកបង្រៀនកូនផ្នែកគណិតវិទ្យាក្នុងមេរៀនទី5ដែលមេរៀនទី5កាលពីថ្ងៃមុនយើងបានសិក្សាអំពីទម្ងន់អញ្ចឹងថ្ងៃនេះលោកគ្រូនឹងមានមុខវិជ្ជារងមួយទៀតតាក់ទងទៅនឹងការបដូរຂະຫນាតទម្ងន់ណាកូនណាអញ្ចឹងបន្តិចទៀតកូននឹងខិតខំតាមដានវាជាមួយនឹងលោកគ្រូទាំងអស់គ្នាអញ្ចឹងទន្ទឹមនឹងនោះដែរលោកគ្រូចង់ឲ្យកូនរៀបចំសម្ភារៈសិក្សាជាមួយលោកគ្រូនៅពេលឥឡូវនេះកូនទាញសៀវភៅគណិតវិទ្យាសៀវភៅសរសេរដៃសៀវភៅលំហាត់និងសៀវភៅកិច្ចការផ្ទះហើយនឹងសៀវភៅសិក្សាគោលរួមទាំងប៊ិចបន្ទាត់ខ្មៅដៃទឹកលុបជ័រលុបជាដើមណាកូនណាបាទអញ្ចឹងកូនប្រហែលជារៀបចំរួចរាល់ហើយមែនទេតែនៅពេលដែលលោកគ្រូចាប់ផ្ដើមបន្តនៅក្នុងមេរៀននេះលោកគ្រូចង់សួរកូនណាហើយចង់ប្រាប់កូនទៀតថាសូមឲ្យកូនទាំងអស់គ្នាត្រូវចេះសម្អាតខ្លួនតាមរយៈលាងដៃណាលាងដៃនឹងសាប៊ូអាល់កុលជែលបាទពាក់ម៉ាស់បាទជាប្រចាំនិងរក្សាគម្លាតឲ្យបានឆ្ងាយពីគ្នាដើម្បីកូនសុវត្ថិភាពពីជំងឺ Covid-19 ណាកូនណាបាទអញ្ចឹងកូនទាំងអស់គ្នាប្រហែលជារៀបចំសម្ភារៈសិក្សារួចហើយមែនទេកូនបាទបើកូនរៀបចំហើយអញ្ចឹងលោកគ្រូនឹងចាប់ផ្ដើមចូលមេរៀនតែម្ដងអញ្ចឹងកូនមានដឹងទេថាមេរៀនគណិតវិទ្យាថ្ងៃមុនកូនរៀនអំពីអ្វីកូនបាទអំពីអីបាទអំពីទម្ងន់អញ្ចឹងកូនមានបានធ្វើកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យកូនទេកូនបានធ្វើទេកូនធ្វើរួចហើយឯកូនឯងបាទល្អណាស់បើកូនធ្វើហើយកូនត្រូវផ្ទៀងផ្ទាត់កិច្ចការនេះជាមួយនឹងលោកគ្រូនៅពេលនេះនៅលើក្តារខៀនជាមួយនឹងលោកគ្រូណាកូនណាអញ្ចឹងកូនទាំងអស់គ្នាចាប់ផ្ដើមមើលកិច្ចការរបស់យើងណាកូនណានេះកិច្ចការរបស់យើងកូនណាកូនខំមើលហើយកូនផ្ទៀងណាបើកូនត្រូវកូនថិចវាណាកូនថិចដាក់បន្ទុកណាអញ្ចឹងកូនមើលរូបកនេះរូបកណាកូនណាមើលរូបកនេះកនេះគេដាក់ស្ករណាគេដាក់លើជញ្ជីងស្រាប់តែជញ្ជីងនោះតនិចវារត់មកដល់លេខ500ណាអញ្ចឹងគឺមិនដែរកូនចម្លើយវាណាគឺបាទគឺទម្ងន់500ក្រាមអញ្ចឹងលោកគ្រូសរសេរធំនៅលើនេះតែម្ដងណាកូនណា500ក្រាមណាកូនណាដើម្បីឲ្យកូនស្រួលមើលអញ្ចឹងកូនត្រឹមត្រូវល្អណាស់អញ្ចឹងកូនមើលលំហាត់ខវិញម្ដងនិយាយអំពីសណ្ដែកណាក្របសណ្ដែកដាក់លើជញ្ជីងនេះដែរជញ្ជីងនេះគឺຂະຫນាតវាគឺຂະຫນាតក្រាមណាកូនណានេះគេសរសេរអក្សរ G គឺຂະຫນាតក្រាមអញ្ចឹងវាតនិចវារត់មកដល់លេខប្រមាណកូនមើលបាទលេខ700អញ្ចឹងវាស្មើនឹង700ក្រាមណា700ក្រាមកូនប៉កែណាបាទកូនប៉កែណាដែលកូនដាក់ត្រូវណាអញ្ចឹងកូនមើលលំហាត់កមួយទៀតណាលំហាត់កមួយទៀតលំហាត់កនេះគឺផ្លែមង្ឃុតណាដាក់លើជញ្ជីងដែរបានដល់តនិចលេខប្រមាណណាកូនលេខប្រមាណលេខ300បាទល្អណាស់គឺលេខ300អញ្ចឹងលោកគ្រូសរសេរណា300ហ្នឹងគឺ300ក្រាមណាកូនណា300ក្រាមបាទអញ្ចឹងកូនប៉កែមែនតែនឥឡូវកូនមើលលំហាត់ខណាលំហាត់ខនេះឃើញប្រមាណដែរកូនឃើញប្រមាណដែរកូនមើលបាទគឺទុរេនមួយផ្លែនេះបានទម្ងន់ដល់លេខ3ណា3ហ្នឹងគឺ3អីកូន3អីគឺ3គីឡូក្រាមបាទល្អណាស់គឺ3គីឡូក្រាមបាទទុរេនហ្នឹងគឺទម្ងន់វា3គីឡូក្រាមឥឡូវកូនមើលមកមួយទៀតមកងសัตว์នេះគឺមាន់ស្ងោរកូនណាមាន់ស្ងោរអញ្ចឹងថ្លឹងវាទៅបានប្រមាណគីឡូដែរកូនបានប្រមាណគីឡូបាទល្អណាស់គឺបាន2គីឡូក្រាមបាទបាន2គីឡូក្រាមបាទប៉កែណានេះមើលកូនមើលអាចុងក្រោយបងអស់ណាធុងនេះគេដាក់អីគេកូនបាទគឺប្រេងឆាណាប្រេងឆានឹងមានទម្ងន់ប្រមាណដែរកូនមានទម្ងន់ប្រមាណកូនដាក់លេខប្រមាណ
ba leখ 5 ấy con 5 ấy ba cứ 5 kg ba lõ nè cứ 5 kg chứ con từng ọc nia trời cục nia thế con ba bà trời con thạch vía nè con nát thạch vía chẳng máu bàn này thà con trời ấy bà sinh cho con mà nè pin nè đại con mình toàn ăn trầm trời con ai cái 8 lùm hạt nì chẳng con ăn chua píขนาด tụm ngôn đấy nè đại dương bàn thiên cà pin sờ mình ba chẳng con từng ọc nia và con từng ọc nia dương nâng complete nè complete vô viết từ ăn vọt bản tỏ tiền này của nó ai thằng chỉnh anh nơi tạm tiền hát dương ai mặt dương rosi lụa đồ ấy dương ai thằng hay kịch tạm nằng nó của nó lớn con từng ở kia lục rú chập đang trôi mê riêng thay mùi tiền ra con đang là lục rú bằng riêng con ngày đi ông pi ấy đó ông pi ấy đó bá pi ấy có pi ấy mà ông pi tùng ngôn ba tùng ngôn này tùng ngôn cứ chịu khát chùm nón trường thông cho con đang ót ở toàn đằng đấy nó chẳng lục ru bằng hai con tịt nè ru bằng hai con tịt mới chẳng con mơ tầng ọt nè nè con mơ lại nè mơ tầng ọt nè mới con mơ tầng ọt nè mới con nấy cứ chi ai kế nè ăn thằng mấy con 7 kg pi rồi gram small nâng cho chốt gram chẳng biết này thá pi ấy có pi ấy pi kilo tới gram nè pi kilo nâng gram ở tới chia gram nè con nè chẳng con mơ mùi tiền mở con mơ mùi tiền nè chăm chương tiền cho nón chương cho mùi lục ru nè thà tao lục ru trong bằng riêng con ông pi ở vậy nè con nè chẳng con mơ nè khởi nhé con khởi nhé cứ lục ru đã buôn pon bay rồi gram lục ru sắp tới lục ru chốt ở tới chia kg hơi ở tới chia gram chân ní cái hao thà ấy cũng lông hạt một phê chân cái hao thà ấy có hao thá cá đố khna tôm tùng ngôn mà lõ nè cứ cá đố khna tôm tùng ngôn chân ngày ní lục ru nâng bằng riêng côn ông pí cá đố khna tôm tùng ngôn nè chân con mà mơ mê riêng tầng ọt nè nè con nè vàแล้วcon tam đan là bên té nè con nè bà tạm đan nè con nè tạm đan mê riêng là bao dương bà mê riêng là bao dương bà dương trâu tại tạm đàn vía ai bà dương ọt không nom nia tạm đàn tế pê dương trâu con với dương riêng ọt toàn kê nè dương riêng ọt toàn kê tê chẳng ngày ní cả nét vật xía mê riêng tì pram ông pi tùng ngôn đại miên chầm non chương rón cá đố khna tôm tùng ngôn nè con nè cá đố khna tùng ngôn chẳng con mơ tầng ọt nè lục ru trong dọc u tì hò nè con nè lục ru dọc mấy nhá lồng hạt đây lục ru u tì hò mấy nhá nè lục ru trong dọc viên một bằng riêng côn tài mặt đòn lục ru trong dọc viên một bằng riêng côn tài mặt đòn chẳng mơ bơ mơ con mơ mơ cái lại ní cứ kg cái lại ní gram hai đọc về trên chỉ gram chẳng ta con ai tì thà trong nón chương này là kêu trong bằng riêng pi ấy con bá bằng riêng pi ấy bằng riêng pi ca đô ấy con ca đô tùng ngón pi ấy con pi kg gram ở tàu chia gram ba lọ nè con lọ nè chấn lục rút đặt trong nón chương lại đi hết nè con nè ba cá đồ mà khát cá đô khát tùng ngốn phí kg nâng gram tấu chia gram nó con nè tấu chia gram chẳng con tam đan tầng ọt nia nè lại nâng á con tam đan tầng ọt nia nè chẳng lục ru vô lùm hạt nâng mặt đại này con vô lùm hạt nâng mặt đại 7 kg 200 gram nè con nè chẳng đầm bay bầm bay ở tàu chia gram nè đầm bay bầm bay ở tàu chia gram
ចឹងតើយើងត្រូវធ្វើយ៉ាងម៉េចណាយើងធ្វើយ៉ាងម៉េចដើម្បីបំបែកឲ្យទៅជាក្រាមអញ្ចឹងយើងអាចបំបែកបានច្រើនណាច្រើនតែនៅពេលនេះលោកគ្រូចង់ឲ្យកូនចេះរបៀបបំបែក2គីឡូក្រាមនេះឲ្យទៅជាក្រាមតាមរបៀបពង្រាយណាពង្រាយក្នុងលំដាប់ទម្ងន់អញ្ចឹងកូនមើល3គីឡូក្រាមតើស្មើនឹងប្រមាណដែរកូន3គីឡូក្រាមស្មើនឹងប្រមាណក្រាមបាទស្មើនឹង3000ក្រាមចុះបើយើងទៅសេជាចំនួនពង្រាយស្មើនឹងប្រមាណដែរកូនបាទស្មើនឹង1000ក្រាមបូកនឹង1000ក្រាមបូកទៅ1000ក្រាមប្រមាណដងកូន3ដងបាទល្អណាស់អញ្ចឹងគឺយើងស្មើនឹង1000ក្រាមបាទបូកនឹង1000ក្រាមបូកលោកគ្រូសុំសរសេរមកនេះណាកូនណាបូកនឹង1000ក្រាមអញ្ចឹងប្រមាណដងហើយកូន3ដងម៉ែ1000បូក1000បូក1000 3ដងស្មើនឹង3000ក្រាមអញ្ចឹង3គីឡូស្មើនឹង3000ក្រាមហើយកូនបូកនឹងប្រមាណទៀតកូនបូកនឹង200ក្រាមណាកូនបូកនឹង200ក្រាមអញ្ចឹងកូនមើលលោកគ្រូចង់ឲ្យកូនលោកគ្រូចង់ឲ្យកូនទាំងអស់គ្នានឹងគិតថានេះຂະណាតវានេះគេហៅ1000ក្រាម1000ក្រាម1000ក្រាមគឺជាຂະណាតអីគេកូនຂະណាតនៅពេលនេះគឺជាទម្រង់ពង្រាយចាស់យើងអាចបដូរវាបានទេកូនបដូរពីផលបូកឲ្យទៅជាផលគុណបានទេកូនបានបាទល្អណាស់គឺបានអញ្ចឹងបើបានប្រមាណកូនបានប្រមាណកូនបានប្រមាណបាទគឺបាន3គុណនឹង1000ណាកូនណាបាន3គុណនឹង1000អញ្ចឹង3គុណនឹង1000អញ្ចឹង3គុណ1000 3000ក្រាមហើយបានបូកនឹងប្រមាណកូនបូកនឹងប៉ុន្មានបូកនឹង200បាទ200ក្រាមអញ្ចឹង3គុណនឹង1000ចេញប្រមាណកូនចេញ3000ក្រាម3000ក្រាមបូកថែមទៅនឹង200ក្រាមចេញចម្លើយប្រមាណដែរកូនបាទអូល្អណាស់គឺចេញ3200ក្រាមបាទ3200ក្រាមបាទអញ្ចឹងនេះគឺជាចម្លើយនៃលំហាត់ទី1ណាកូនណាគឺជាចម្លើយនៃលំហាត់ទី1អញ្ចឹងកូនទាំងអស់គ្នាកូនសម្លឹងមកមើលលំហាត់មួយទៀតណាលោកគ្រូយកឧទាហរណ៍ថ្មីមួយទៀតណាយកមកបង្រៀនកូននេះឥឡូវកូនមើលកន្លែងនេះវិញម្ដងណាកូនណាលេខនេះកូនណាលេខនេះតើកូនគិតថាលោកគ្រូចង់បង្រៀនកូនអំពីអ្វីអំពីការបដូរអីគេហ្នឹងកូនមើលនេះក្រាមហើយអានេះគីឡូក្រាមអានេះក្រាមបាទគឺជាអីកូនអូបាទល្អណាស់គឺជាការបដូរຂະណាតទម្ងន់ពីគីឡូក្រាមមកក្រាមណាបាទអស់ពីក្រាមមកគីឡូក្រាមនឹងក្រាមអញ្ចឹងលោកគ្រូសូមដាក់កន្លែងនេះណាកូនណាបាទខការបដូរຂະណាតទម្ងន់2ក្រាមទៅជាគីឡូក្រាមនឹងក្រាមណាកូនណានឹងក្រាមណានឹងក្រាមអញ្ចឹងកូនទាំងអស់គ្នាអញ្ចឹងកូនទាំងអស់គ្នាមើលកូនណាកូនមើលទាំងអស់គ្នាអញ្ចឹងលោកគ្រូយកចម្លើយនឹងមកដាក់ឯណាកូនណាយកចម្លើយនឹងមកដាក់ឯគឺ4300ក្រាមបាទតើស្មើនឹងប៉ុន្មានគីឡូក្រាមស្មើនឹងប៉ុន្មានក្រាមណាកូនណាអញ្ចឹងកូនទាំងអស់គ្នាសម្លឹងមើលទាំងអស់គ្នាណាកូនណាអញ្ចឹង4300ក្រាមអញ្ចឹងនេះគឺជាຂະណាតតូចណាកូនណាຂະណាតតូចកូនបំបែកទៅຂະណាតធំកូនធ្វើម៉េចណាកូនធ្វើម៉េចកូនបាទចែកនឹង1000ត្រូវហ៎ប៉ុន្តែលោកគ្រូចង់ឲ្យកូន
ពង្រាយវាសិនពង្រាយកូនណាទៅសេទៅជាពង្រាយទៅជាចំនួនពង្រាយសិនអញ្ចឹងគឺបានប្រមាណដែរកូនបាទគឺបាន1004ដង1000ក្រាម4ដងអញ្ចឹងលោកគ្រូសរសេរណាកូនណា1000ក្រាមបូកនឹង1000ក្រាមបូកនឹង1000ក្រាមបូកនឹង1000ក្រាមទៀតបាទបាន1000ក្រាម4ដងហើយចឹងកូនមើលឡើងនេះវាមើលប្រហែលនេះនៅសល់ប្រហែលកូននៅសល់ប្រហែលសល់300បាទល្អណាស់គឺសល់300អញ្ចឹងលោកគ្រូដាក់300ទៀតហ่ะ300បាទអញ្ចឹងពេលនេះអញ្ចឹងកូនទាំងអស់គ្នាមើលតើ1000នេះ1000ប៉ុន្មានដងកូនប៉ុន្មានដង1000ហ្នឹង1000ចំនួន4ដងបាទ1000នេះចំនួន4ដងណាកូនណាអញ្ចឹងលោកគ្រូអាចទៅសេ4គុណនឹងប៉ុន្មានកូនគុណនឹង1000ណាកូនណាគុណនឹង1000គុណនឹង1000បាទគុណនឹង1000គុណបានប្រមាណដែរឡើយនេះបាទគឺបានទៅជា4000ក្រាមបូកនឹង300ក្រាមណាអញ្ចឹងវាខ្លាយទៅជា4000ក្រាមអញ្ចឹងដើម្បីឲ្យកូនខ្លាយទៅជាគីឡូក្រាមតើកូនត្រូវធ្វើម៉េចកូនត្រូវធ្វើម៉េចបាទត្រូវចែកនឹង1000អញ្ចឹងកូនបាន4000បាទ4000ហ្នឹងចែកនឹង1000ណាចែកនឹង1000មកកូននឹងបានទៅជាខ្នាតក្រាមហើយណាខ្នាតក្រាមបាទអញ្ចឹងបានខ្នាតក្រាមហើយកូនបូកថែមនឹង300ក្រាមទៀតបាទ300ក្រាមទៀតអញ្ចឹង4000ណា4000កូនថាដើម្បីបដូរពីខ្នាតក្រាមឲ្យទៅជាគីឡូក្រាមកូនថាចែកនឹង1000អញ្ចឹង4000ចែក1000បានប៉ុន្មានកូនបាន4ហ្នឹង4អីកូន4គីឡូក្រាមណា4គីឡូក្រាមហើយនឹង300ក្រាមណា300ក្រាមអញ្ចឹងចម្លើយរបស់កូនគឺកូនបាន4គីឡូក្រាម300ក្រាមអញ្ចឹងនេះគឺជាការបដូរខ្នាតទម្ងន់ណាពីខ្នាតតូចឲ្យទៅជាខ្នាតធំគេធ្វើដោយចែកនឹង1000ណាកូនណាដោយចែកនឹង1000បើសិនពីខ្នាតនេះខ្នាតនេះគេហៅថាខ្នាតធំទៅខ្នាតតូចយើងគុណនឹង1000ណាកូនណាបាទអញ្ចឹងកូនអាចចាំបានទេអញ្ចឹងយើងអាចទាញបញ្ញត្តិបានណាអាចទាញបញ្ញត្តិថាក្នុងខ្នាតទម្ងន់បើខ្នាតគីឡូក្រាមបំបែកទៅក្រាមគឺកូនត្រូវគុណនឹង1000តែបើខ្នាតក្រាមបាទខ្នាតក្រាមទៅជាខ្នាតក្រាមទៅខ្នាតគីឡូក្រាមតើកូនត្រូវធ្វើម៉េចកូនត្រូវធ្វើម៉េចបាទកូនត្រូវចែកនឹង1000វិញបាទល្អណាស់អញ្ចឹងកូនយល់ហើយណាបាទអញ្ចឹងលោកគ្រូទាញបញ្ញត្តិឲ្យកូនមើលណាកូនណាមើលបញ្ញត្តិទាំងអស់គ្នាណាមើលបញ្ញត្តិឥឡូវកូនអរគ្នាកូនមើលឃើញបញ្ញត្តិទេកូនបញ្ញត្តិនេះគេដាក់ថាម៉េចកូនដាក់ថាម៉េចមើលកូនអានមើលលោកគ្រូចុចសិនណាលោកគ្រូអត់ទាន់អានទេឲ្យកូនអានស្ងាត់ខ្លួនឯងសិនមើលបាទអញ្ចឹងកូនមើលបន្តទៀតមកបាទអញ្ចឹងល្អណាស់អញ្ចឹងលោកគ្រូអានឲ្យកូនស្ដាប់ម្ដងណាកូនណាកូនផ្ទៀងហ្នឹងឲ្យអានឮទាំងអស់គ្នាបញ្ញត្តិដើម្បីបដូរខ្នាតរង្វាស់ទម្ងន់ពីធំទៅតូចយើងត្រូវគុណនឹងចំនួនដងដែលខ្នាតធំនោះធំជាងខ្នាតតូចតោះនេះកូនតោះនេះបាទដើម្បីបដូរខ្នាតរង្វាស់ទម្ងន់ពីតូចទៅធំ
យើងត្រូវចែកនឹងចំនួនដងដែលខ្នាតតូចនោះតូចជាងខ្នាតធំតោះនេះកូនតោះនេះបាទលោកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងយល់ច្បាស់អំពីមេរៀនតាក់ទងទៅនឹងទម្ងន់ពិសេសគឺខ្នាតគីឡូក្រាមនិងក្រាមតោះនេះកូនតោះនេះអញ្ចឹងកូនចង់ធ្វើលំហាត់ទេកូនចង់ធ្វើលំហាត់ទេបាទបើកូនចង់ធ្វើលោកគ្រូនឹងដាក់លំហាត់មួយឆ្វេងមួយទៀតឲ្យកូនសាកល្បងណាសាកល្បងអញ្ចឹងកូនទាំងអស់គ្នាមើលកូនមើលទាំងអស់គ្នាមកណាមើលទាំងអស់គ្នាកូនមើលថាតើលោកគ្រូដាក់លំហាត់អីគេកូនគិតចេញទេកូនស្រួលគិតទេណាបាទកូនអាចគិតបានល្អទេកូនអាចឆ្លើយត្រូវទេឥឡូវកូនជួយមើលទាំងអស់គ្នាមើលបាទកូនជួយមើលទាំងអស់គ្នាណាកូនណាបាទនេះលំហាត់លោកគ្រូនេះបាទលំហាត់ណាកូនមើលលំហាត់ទាំងអស់គ្នាកូនបាទមើលហើយពិភាក្សាមើលហើយគិតពីព្រោះមិញកូនបានរៀនមេរៀនគឺកូនសង្កេតហើយកូនគិតឥឡូវដល់វគ្គកូនសង្កេតផងគិតផងអនុវត្តវាផងណាថាតើក្រោយពីរៀនមេរៀនកូនយល់ដែរឬទេអញ្ចឹងលំហាត់នេះកូនមើលគេដាក់ថាម៉េចកូនចូលបដូរខ្នាតទម្ងន់ខាងក្រោមយ៉ាចូលបដូរខ្នាតទម្ងន់ខាងក្រោមអញ្ចឹងកូនចេះទេកូនមើល2គីឡូក្រាម700ក្រាមស្មើនឹង1000ក្រាមបូកនឹង1000ក្រាមបូកនឹង700ក្រាមអញ្ចឹងកូនមើល1000ប្រមាណដងកូន1002ដងបាទ1002ដងអញ្ចឹងកូនគិតមើលខាងកន្លែងនេះកូនត្រូវដាក់អីបើកន្លែងនេះគេដាក់ឲ្យ2ហើយកូនទៅធ្វើម៉េចទៀតដាក់ម៉ានកូនណាម៉ានដាក់1000បាទល្អណាស់គឺកូនឆ្លើយអានត្រឹមត្រូវល្អណាស់គឺយើងដាក់1000ណាអញ្ចឹងកូនបានគិតរួចហើយណាគឺកូនដាក់1000ចុះបាទចម្លើយចុងក្រោយនេះកូនគិតថាម៉េចដាក់មិនដែរកូនដាក់មិនដែរដាក់មិនណា2អញ្ចឹងកូនគិតអីណាគិតឃើញចម្លើយណាឥឡូវផ្ទៀងចម្លើយកូនជាមួយលោកគ្រូតើចម្លើយកូននិងចម្លើយគ្រូត្រូវអត់2កូននឹង1000វា2000បូកនឹង7វាទៅជា2700ក្រាម2700ក្រាមបាទអញ្ចឹងកូនបានគិតត្រឹមត្រូវល្អមែនទេបាទល្អអញ្ចឹងកូនផ្ទះដៃមួយបាទផ្ទះដៃអបអសាទរមួយណាកូនណាបាទល្អណាស់អញ្ចឹងកូនមើលលំហាត់មួយទៀតណាកូនណាមើលលំហាត់ខ3គីឡូក្រាម350ក្រាមនេះគេបញ្ជាក់ប្រាប់កូនទៀតហើយកូនផ្ទៀងឲ្យមែនទេណាកូនផ្ទៀងមែនទេអញ្ចឹង3គីឡូក្រាមនេះគេសរសេរមក1000ក្រាមបូកនឹង1000ក្រាមបូកនឹង1000ក្រាមបូកនឹង350ក្រាមអញ្ចឹងគេឲ្យមកមានក្បាល3ឲ្យស្រេចអញ្ចឹងកូនគិតទៅគិតមិនខ្មិចទេកូនហ៎កូនរាប់មើលចំនួនដងវាមិនដែរកូន3ដងណា3ដងអញ្ចឹងកូនទៅសេលេខ3ហើយចុះនេះដាក់ប៉ុន្មានចុះដាក់ប៉ុន្មានកូនអូដាក់1000បាទល្អណាស់ដាក់1000បាទ1000អញ្ចឹងដាក់1000អញ្ចឹងកូនគិតឡើងនេះតិចមើលបើ3គុណនឹង1000បូកនឹង350តើចេញប្រមាណកូនចេញប្រមាណបាទចេញប្រមាណចេញ3350បាទល្អណាស់គឺ3350ល្អតែដៃអបអសាទរមួយទៀតបាទល្អណាស់បាទសិតតែប៉កែណាឥឡូវកូនមើលលំហាត់នេះម្ដងលំហាត់នេះលំហាត់ក5គីឡូក្រាមកូនមើលបន្តមក5គីឡូក្រាម300ក្រាមណាអញ្ចឹងតើវាស្មើនឹងប្រមាណនេះគេសួរកាត់បដ ாய் កូនគេឲ្យយើងគិតឲ្យលឿនមកគិតឲ្យលឿនមកកូនគិត1នាទីមកប្រមាណកូនប្រមាណកូនប្រមាណ3000ណាមែនទេកូនគិតម្ដងទៀតមើលប្រមាណ5300ក្រាមបាទល្អតែដៃមួយទៀតបាទ5300ក្រាមអញ្ចឹងលោកគ្រូដាក់ឲ្យ5300ក្រាមបាទល្អណាស់អញ្ចឹងកូនគិតបន្តទៀតមើលចុះ8គីឡូ500ក្រាមស្មើនឹងប្រមាណក្រាមដែរកូនស្មើប៉ុន្មាន
បាទឆ្លើយបានល្អណាស់គឺ3500 ក្រាមបាទល្អតែដៃមួយទៀតបាទល្អណាស់បាទគឺ8500 ក្រាមបាទ8500 ក្រាមបាទល្អណាស់តែឥឡូវកូនមើលចូលដល់លំហាត់ងណាកូនលំហាត់ងនេះប្រហែលជាគេប្រឡប់កូនកូនមើលឃើញស្អីគេនេះຂະຫນាតកូនប្រយ័ត្នមើលអានេះຂະຫນាតធំអានេះຂະຫນាតតូចកូនຂະຫນាតតូចបំបែកទៅຂະຫນាតធំកូនធ្វើម៉េចកូនធ្វើម៉េចកូនកូនធ្វើម៉េចចែកនឹង1000បាទល្អណាស់តែដៃមួយទៀតបាទអូយល្អមែនតើយល់ច្បាស់ហ្មងបាទអញ្ចឹង4000 ក្រាមកូនចែកនឹង1000ចេញប្រហែលកូនបាទល្អណាស់គឺចេញ4 គីឡូក្រាមបាទល្អតែដៃមួយទៀតណា4 គីឡូក្រាមបាទ4 គីឡូក្រាមចុះដល់ពេលឡើងនេះណាកន្លែងនេះកូនគិតម៉េចຂະຫນាតធំបំបែកទៅຂະຫນាតតូចណាកូនណាຂະຫນាតវាខុសគ្នាប្រហែលដងខុសគ្នា1000ដងបាទល្អណាស់ខុសគ្នា1000ដងអញ្ចឹង7 គីឡូក្រាមបំបែកទៅក្រាមកូនទៅធ្វើម៉េចកូនកូនត្រូវចេញចម្លើយប្រហែលកូនបាទល្អណាស់ចេញចម្លើយ7000 ក្រាម7000 ក្រាមណាកូនណា7000 ក្រាមបាទល្អណាស់អញ្ចឹងកូនទាំងអស់គ្នាយល់លំហាត់ដែលយើងបានរៀននេះទេកូនបានយល់ទេបាទបានយល់មេរៀនទេណាអញ្ចឹងកូនចង់ចេះមួយរបៀបទៀតណាលោកគ្រូចង់បង្ហាញកូនមួយរបៀបទៀតគឺរបៀបដែលយើងអាចធ្វើលំហាត់តាមការបំពេញតារាងណាកូនណាឥឡូវយើងចូលដល់ការបំពេញតារាងសាកជាមួយលោកគ្រូម្ដងទៀតមើលការបំពេញតារាងម្ដងឥឡូវកូនមើលកូនបានស្គាល់មេរៀនយើងអត់បំពេញតារាងឥឡូវយើងចូលដល់បំពេញតារាងម្ដងណាកូនណាអញ្ចឹងកូនទាំងអស់គ្នាជួយមើលកូនជួយមើលចាំមើលគេបំពេញតារាងអ្វីទៅកូនបំពេញតារាងបាទបំពេញតារាងអញ្ចឹងកូនមើលមែនតើណាកូនណាគេដាក់ថាតារាងຂະຫນាតរង្វាស់ទម្ងន់អញ្ចឹងຂະຫນាតដែលធំជាងគេគឺគីឡូក្រាមអញ្ចឹងគីឡូក្រាមគេសរសេរកឬក៏គេសរសេរ kg ណាហិតតូក្រាមណា x អក្សរហហើយនឹងអក្សរកដេកាក្រាមបាទគឺគេសរសេរអញ្ចឹងណាកូនណាហើយនឹងអក្សរ G នេះគឺក្រាមគឺក្រាមកូនណាគឺក្រាមអញ្ចឹងចាំមើលលោកគ្រូដាក់លំហាត់មើលកូនធ្វើកើតអត់ទេកូនធ្វើកើតអត់កូនសាកមើលកូនគិតមើលអានេះដាក់ឲ្យលឿនហ្មងណាកូនដាក់ឲ្យលឿនហ្មងបាទឥឡូវកូនទាំងអស់គ្នាមើលលំហាត់នេះគឺលោកគ្រូឲ្យកូនគិតណាគិតទាំងអស់គ្នាឥឡូវកូនគិតមួយផ្លែតមើលគិតមួយផ្លែតសិនណាកូនណាគិតមួយផ្លែតសិននេះគឺរបៀបបញ្ចូលក្នុងតារាងណាកូនណាដាក់បញ្ចូលក្នុងតារាងមួយចំណុចទៀតទេបាទអញ្ចឹងកូនមើល7 គីឡូក្រាមណា7 គីឡូក្រាមកូនដាក់ចូលលេខកូនចេះដាក់អត់បាទឥឡូវ7នេះនៅក្នុងកាឡុនលេខ7ណាកូនណា7 ក្រាមបំបែកទៅក្រាមកូនណាយើងថែម0ຂະຫນាតធំបំបែកទៅຂະຫນាតតូចហើយមួយប្រឡោះគេដាក់បានតែមួយខ្ទង់តែប៉ុណ្ណោះណាកូនណាស្អាតបានទេមួយប្រឡោះដាក់បានតែមួយខ្ទង់ឯងកូនត្រូវចាំថាមួយប្រឡោះហ្នឹងដាក់បានតែមួយខ្ទង់ឯងអញ្ចឹងចម្លើយរបស់វាគឺយើងបានចម្លើយប្រមាណកូន7000 ក្រាមបាទ7000 ក្រាមចុះ3 គីឡូក្រាមកូនដាក់ចឹងដែរមកកូនដាក់មកបាទគឺមានលេខ3លេខ0លេខ0លេខ0អញ្ចឹងទៅដល់ក្រាមនេះកូនຂະຫນាតក្រាមអញ្ចឹងគឺបានប្រមាណដែរកូនគឺຂະຫນាតនឹងបាន3000 ក្រាមណាកូនណាបាន3000 ក្រាមចុះបើ5 គីឡូក្រាមអញ្ចឹងកូនយក5 គីឡូក្រាមហ្នឹងកូនយកលេខ5ហ្នឹងដាក់ឲ្យចំຂະຫນាតក្រាមຂະຫນាតគីឡូក្រាមមកកូនហើយកូនចម្លឹងមកដល់ក្រាមកូនថែម0ពីព្រោះຂະຫນាតធំបំបែកទៅຂະຫນាតតូចយើងត្រូវថែម0ណាកូនណាយើងត្រូវថែម0អញ្ចឹងចម្លើយរបស់វាបានប្រហែលដែរកូនបាទបាន5000 ក្រាមណាកូនណាបាទអញ្ចឹងយើងមើលលំហាត់បន្តទៀតណា
លំហាត់បន្តទៀតគឺលំហាត់ខនេះក៏នៅគីឡូក្រាមដែរអញ្ចឹងកូនយកលេខ9នេះមកដាក់ឲ្យចំខ្ទង់គីឡូក្រាមហើយយើងចង់បំបែកមកក្រាមមិនអញ្ចឹងឯងកូនអញ្ចឹងយើងត្រូវថែម0ថែម0ថែម0អញ្ចឹងបានដល់ក្រាមគឺបានប្រមាណកូនគឺ9000ក្រាមបាទល្អណាស់គឺ9000ក្រាម9000ក្រាមឥឡូវកូនមើលទៅនេះចម្លែកបន្តិចណាកូនណានេះຂະຫນាតតូចបំបែកឲ្យទៅຂະຫນាតធំធ្វើម៉េចណាកូនណាធ្វើម៉េចយើងធ្លាប់មិញយើងដឹងថាຂະຫນាតតូចបំបែកទៅຂະຫນាតធំគឺកូនចែកនឹង1000ចែកនឹង1000តែឥឡូវពេលនេះលោកគ្រូឲ្យកូនបញ្ចូលក្នុងតារាងវិញអញ្ចឹងកូនបញ្ចូលពីក្រោយទៅមុខវិញណាពីຂະຫນាតតូចនេះគេຂະຫນាតក្រាមនេះក្រាមអញ្ចឹងយើងដាក់វាឲ្យចំឡើងនឹងដែរកូនមើលយើងដាក់004នេះឃើញទេ004អញ្ចឹងយើងញាត់វាចូលមកក្នុងកលឹមរបស់យើងប្រអប់របស់យើងមួយមក2ក្រាមទៅវិញឡើងទៅមុខទៅដល់ត្រឹមចំគីឡូក្រាមនៅកូនចំកាត់ក្បៀស1កាត់ក្បៀសឬចុចណាចុចក៏បានកាត់ក្បៀសក៏បានចុចហ្នឹងមានន័យថា0ក្រោយក្បៀសលែងយកទៀតហើយអញ្ចឹងនៅសល់តែលេខ4នឹងទេអញ្ចឹងកូនបានចម្លើយប្រហែលកូនចម្លើយគឺ4គីឡូណាកូនណាបាទ4គីឡូអញ្ចឹងកូនសម្លឹងមើលទៀតណាកូនសម្លឹងមើលទៀតមកលេខ6000ក្រាមអញ្ចឹង6000ក្រាមដល់បែកទៅគីឡូក្រាមទៀតណាអញ្ចឹងកូនដាក់មកនេះស្នាតក្រាមបែកទៅគីឡូក្រាមអញ្ចឹងលោកគ្រូថែម0ណាកូនណាមើលថែមជាមួយលោកគ្រូ0051អញ្ចឹងធ្វើម៉េចទៀតកូនដើម្បីដល់ថ្នាក់គីឡូក្រាមគឺគេចង់ឲ្យយើងបំបែកទៅគីឡូក្រាមអញ្ចឹងកូនត្រូវចុចទៅនឹង0នៅពីក្រោយអត់យកទេយកតែ6នេះបានហើយអញ្ចឹងកូនបានចម្លើយ6បាទបានចម្លើយ6ណាកូនណាអញ្ចឹងកូនមើលទៀតចុះបើ2000ក្រាមណាអញ្ចឹងកូនយករាប់ពីក្រោយមកដាក់ខ្ទង់ឲ្យចំក្រាមនឹងមកកូនដាក់មកគឺបាន0លេខ2កូនចំຂະຫນាតគីឡូក្រាមនៅកូនចំហើយយើងចុចវាមួយមានន័យថាស្មើនឹងកាត់ក្បៀស0ក្រោយក្បៀសអត់យកទេយកតែលេខ2ហ្នឹងស្ថិតនៅក្នុងຂະຫນាតគីឡូក្រាមអញ្ចឹងបាន2គីឡូក្រាមតោះនេះកូនឥឡូវកូនមើលមួយទៀត5000ក្រាមបំបែកទៅគីឡូក្រាមដដែលអញ្ចឹងកូនចាប់ផ្ដើមដាក់ដែរហើយ5000កូនដាក់005ហើយចុច1ណាចុច1អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ5គីឡូក្រាមឥឡូវຂະຫນាតនេះលេខនេះធំបន្តិចណាកូនមើល9300ក្រាម9300ក្រាមបែកទៅគីឡូក្រាមហើយក្រាមទៀតអញ្ចឹងកូនមើលទាំងអស់គ្នាកូនដាក់ដោយសារຂະຫນាតវាក្រាមអញ្ចឹងកូនរាប់ចេញពីក្រាមតែម្ដងកូនណា003ហើយបានលេខ54អញ្ចឹងកូនមើលគេចង់ឲ្យកូនទៅគីឡូក្រាមអញ្ចឹងតើគីឡូក្រាមចំលេខអីកូននេះចំកន្លែងនេះមែនទេគីឡូក្រាមຂະຫນាតគីឡូក្រាមអញ្ចឹងចុចយកកន្លែងនឹង1 9អញ្ចឹងលោកគ្រូបាន9មកទៅនេះហើយចុចអាក្រាមនេះធ្វើម៉េចនេះកូនមើលអ្វីដែលនៅសល់នេះកូននេះសល់300ហ្នឹងគឺ300នៅក្នុងຂະຫນាតក្រាមអញ្ចឹងយើងបាន300ក្រាមតោះនេះកូនបាទឥឡូវកូនមើលបន្តតែកូនបានចេះអានេះមួយហើយកូនចូលដល់នេះកូនប្រហែលជាបាទស្រួលហើយណាអញ្ចឹងកូនថាមិញឃើញຂະຫນាតក្រាមរាប់ពីក្រាមទៅមុនណាទៅមុនបាទមកឥឡូវកូនសាកដាក់គិតតិចមើលឥឡូវកូនមើលទាំងអស់គ្នាអញ្ចឹងកូនដាក់មិនកូនដាក់មិនកូនមើលទាំងអស់គ្នាមើលចម្លើយប្រហែលកូនចម្លើយបាទកូនអាចលេខក្នុងនោះមកកូនលេខក្នុងនោះមកឃើញចម្លើយប្រហែលកូនចម្លើយមើលប្រហែលកូនប្រហែលបាទចម្លើយគឺ5អីគេ5គីឡូហើយចុះប្រហែលទៀតកូនប្រហែលទៀត600ក្រាមបាទល្អតែដៃមួយទៀតបាទល្អណាស់បាទអញ្ចឹងលោកគ្រូគ្រាន់តែបញ្យល់កូនទៅនេះមួយកូនចាប់ផ្ដើមឆ្លើយត្រូវអញ្ចឹងកូនមើលដក
đó đi khạc đôi kia đây chân con kịch màn tịch tiệt mới kịch màn tiết này con sầm may vô mà đang không ráng vậy mà chân khơi mà màn đấy con khơi mà màn bá pram 3 kg 300 gram ba lọ nè cứ pram 3 kg 300 gram ba lọ nè hay cho ắt thò ní khơi mà màn đấy con khơi mà màn đấy kịch màn plei tiệt mới khơi mà màn bá 2 kg 700 gram ba lọ nè ba con ọt nia sorry sầm tô con ba 2 kg 700 gram ba lọแต่ได้ออสาโตนะconนะbaประกายนะจังลมหัดนี่con chột từ vĩnh con mơ là trao na con ná mơ tới con đừng chôn pi đột biệt tiền pi nâng ba chấn chìa trong bánh chọp na con ná trường toàn chọp phim mấy trường miếng cây cà tia vừa hai tục oi lục ru tụ tuột kia ngày cao na con ná ba nè cây cà tia con ná cây cà tia dương lâu con mơ ọt kia con ná ọt vô ọt ấy con xua bằng thèm na con ná chân con ọt nia mơ lùm hạt sân tứ con ná mơ lùm hạt sân tứ ba con cọt là hai tới lùm hạt nâng con vô từ phơ nè con ná ba chân con mơ con cọt hai nớ ba chân lấy con mơ mà chân con cọt chọc hay mẹ nè ba con cọt chọc hay nó rồi con hai cái đàn này mùi tiết sân đấy ba nè chân môn nâng bánh chọc lục rúสังเกตเคยทาโกงต่างออกเนี่ยนั่งขัดคำปรังเรียนโซนน่าหายจะตกดักเหมือนเต้นจังลูกครูสังคมทาโกงต่างออกเนี่ยนั่งขัดคำตามด้านให้นั่งศึกษาเรียนโซนนะโดยตัวนั่งจำง่ายปีโดยตัวคือจมวยนั่งเบดาเราบอกโกงให้ปีจำง่ายจมวยนั่งลูกครูเนี่ยครูแต่งออกนะเราบอกยืงต่างออกเนี่ยให้จิตจังมันจับก็ส้มให้โกนมีการปรองประหยัดอัมพีจุงงือโควิดดับปุ่มบุญโกนเตยแต่เช็ดสมอาดคลุนเลี้ยงได้หนึ่งสบู่แอลกอฮอล์เจลหนึ่งเปียกมาเปย์ได้โกนเตยเจนเตยนาหนึ่งเรียกซากลุ่มเลียดนะโกนนะให้จิตจังมันจับลูกครูส้มจุ่มเรียบเลียโกนออกเนี่ยโดยกระไดสลังโดยกระไดนักระลึกมาปีจำง่าย